អូខេសួស្តីអ្នកនរគ្នាអញ្ចឹងចូលទៅដល់មេរៀនមួយទៀតពាក់ព័ន្ធជាមួយនឹង interface អញ្ចឹងអីទៅ interface គឺជាផ្ទាំងកម្មវិធីទាំងមូលតែម្ដងអញ្ចឹងយើងងាកមកមើលខាងលើនេះមាន file វាមាន edit វាមាន image វាមាន layer tab select filter 3D ហ្នឹងគឺគេហៅថា menu បាទអញ្ចឹង menu ទាំងអស់ហ្នឹងនៅពេលដែលយើងប្រើកាន់តែច្រើនគឺយើងយល់កាន់តែស៊ីជម្រៅហើយអញ្ចឹងយើងមកមើលនៅខាងឆ្វេងដែលមានមកជួឈរនេះបាទអញ្ចឹងទាំងអស់នេះគេហៅថា tool ណាសម្រាប់ប្រើប្រាស់ទៅតាមតម្រូវការនៅការងារយើងនីមួយៗ tool ទាំងអស់នេះនៅពេលដែលយើងចុចទៅអាផ្ទៃខាងលើនេះ option របស់ tool ហ្នឹងគឺនឹងបង្ហាញឲ្យយើងបើសិនជាយើងចង់ធ្វើការកាត់ឬក៏ select គឺវាមានខាងហ្នឹងមាន select អីជាដើមអញ្ចឹងទៅបាទអញ្ចឹងមានប៉ុណ្្នឹងពេលដែលយើងចូលទៅរៀនទៅកាន់តែស៊ីជម្រៅគឺកាន់តែយល់ច្បាស់ហើយអញ្ចឹងយើងមកកលេចមើលខាងស្ដាំវិញគឺមាន color សម្រាប់ចាក់ពណ៌យើងធ្វើការផ្លាស់ប្ដូរពណ៌ផ្លាស់ប្ដូរអីហ្នឹងគឺអញ្ចឹងហេតុអីបានអត់ចេញដោយសារតែយើងឈរទៅលើ text បើសិនយើងឈរទៅលើលកាំងនេះយើងអាចពុះបានហើយអញ្ចឹងបើយើងយក tool នេះមួយយើងយកទំហំវាធំតិចមកពុះមកចេញពណ៌ហ្នឹងហើយអាហ្នឹងពេលមេរៀនក្រោយទៀតយើងនឹងបង្ហាញប៉ុន្តែអានេះគ្រាន់តែថាឲ្យយើងយល់ពីខ្លះអីទៅហៅ interface ហ្នឹងអញ្ចឹងយើងមកមើលខាងក្រោមទៀតវាមាន layer វាមាន channel វាមាន path នេះអញ្ចឹងទៅពេលយើងជ្រើសរើសខុសយើងអត់ដឹងថាតើធ្វើម៉េចឲ្យចេញអាកន្លែងដែលមានអីទៅកន្លែង text មួយណាកន្លែងនេះគឺយើងចូលទៅកាន់ layer ហ្នឹងឯងវាមានជា background បាទវាមានជា text ចឹងទៅអញ្ចឹងមួយទៀតពាក់ព័ន្ធជាមួយនឹងកន្លែងខាងលើនេះបាទគេឲ្យយើងជាទូទៅគេឲ្យប្រើ Excel ហ្នឹងហើយតែបើសិនជាយើងធ្វើការជ្រើសរើសខុសយើងយកជា 3D យើងឃើញថា tool នឹងកាត់បន្ថយណាកាត់បន្ថយតែបើសិនជាយើងយកជា graphic and web មានន័យថាអ្នកសម្រាប់ជា graphic design សម្រាប់ design ទៅលើ website ណាហ្នឹងហើយគឺវាបង្ហាញទៅលើតាមហ្នឹងចឹងទៅនៅក្នុងហ្នឹងវាមាន motion មានន័យថាសម្រាប់ជាលក្ខណៈធ្វើឲ្យមានចលនាមានន័យថាចលនាដូចជាចលនារូបភាពយើងដែលឃើញអារូបភាពមានចលនាដូចគេហៅថា GIF អារូបភាពនេះហើយមកវិញអញ្ចឹងហើយឬក៏យើងអាចយកជា painting មានន័យថាជាសម្រាប់អ្នកគូររូបគឺនៅក្នុងហ្នឹងវាមាន color ជាច្រើនមានពណ៌យើងចង់យកពណ៌អីចុចមកយើងសម្រាប់អ្នកគូររូបណាហ្នឹងហើយអញ្ចឹងជាទូទៅយើងអាចប្រើ worksheet ដោយខ្លួនឯងក៏បានដែរ workspace ដោយខ្លួនឯងក៏បានដែរយើងអាចចុចបង្កើតទៅឬក៏យើងអាចលុបចោលបានតែជាទូទៅអ្នកដែលគេប្រើដំបូងឬក៏យើងទៅរៀនអញ្ចឹងយើងអាចប្រើ Excel ហ្នឹងមកអញ្ចឹងនៅក្នុងនេះវាមាន tool ជាច្រើនសម្រាប់ឲ្យយើងហើយវីដេអូក្រោយខ្ញុំនឹងធ្វើការបង្ហាញនៅពីរបៀបរៀបចំ interface បាទអញ្ចឹងសូមអរគុណមានប៉ុណ្ណឹងជួបគ្នានៅវីដេអូក្រោយ